ស្រួលម្យ៉ាងដែរយើងមានបន្លែដាំដោយខ្លួនឯងដាំដោយផ្ទាល់ដៃដាំលក្ខណៈជាក្រុមគ្រួសារអញ្ចឹងណាបងប្អូននិយាយពីថាយើងចង់បេះធ្វើហូបស្មើណាគឺបានស្មើនឹងហើយជាពិសេសបន្លែដាំដោយផ្ទាល់ដៃហ្នឹងគឺវាអត់មានជាតិគីមីទេជាពិសេសទៅទៀតបងប្អូនគឺវាជួយកាត់បន្ថយនៅការចំណាយនៅក្នុងគ្រួសាររបស់យើងបានច្រើនណាបងប្អូននេះផងដែរគឺម៉ែគាត់ទៅផ្សារគាត់ទិញបានត្រីចំនួន2បងប្អូនហើយត្រីហ្នឹងគឺគាត់ធ្វើទុកយូរហើយគាត់ទៅសារតាំងតែពីព្រឹកហើយជាពិសេសគឺថ្ងៃនេះខ្ញុំបានធ្វើម្ហូបហ្នឹងគឺម៉ោងលក្ខណៈចូលម៉ោង1ហើយបានធ្វើម្ហូបញ៉ាំបាយថ្ងៃត្រង់អញ្ចឹងណាបងប្អូនដាក់បង្កាត់ភ្លើងយើងលាងអង្ករហើយបន្ទាប់មកយើងយកឆ្នាំងបាយយកមកដាក់ដាំអញ្ចឹងដោយសារតែព្រឹកហ្នឹងគឺម៉ែគាត់រវល់ពុះជាមួយនឹងឫស្សីដែលគាត់ឲ្យគេកាប់ទុកឲ្យអញ្ចឹងទៅគាត់ពុះដើម្បីជ្រៀកធ្វើជាបន្ទះរនាបដើម្បីយកទៅវាយធ្វើក្រែគ្រាន់ដេកអញ្ចឹងណាបងប្អូនដោយសារតែព្រឹកហ្នឹងគឺខ្ញុំចេញពីសាលាមកគឺវាចូលម៉ោង11កន្លះហើយទម្រាំតែធ្វើដំណើរមកដល់ផ្ទះហើយដាក់ដាំបាយដាំអីចឹងទៅប៉ះរវល់ជាមួយនឹងម៉ែគាត់រវល់ដែរចឹងណាឥឡូវនេះគឺយើងមកបេះជាមួយនឹងពេញប៉ោះនៅក្នុងវីដេអូនឹងតែម្ដងនិយាយទៅពេញប៉ោះនេះគឺផ្លែល្អខ្លាំងមែនតែនបងប្អូនហើយវាមានតកៅតិចតួចដោយសារតែពេញប៉ោះនេះគឺដាំលក្ខណៈទុកហូបជាក្រុមគ្រួសារគឺអត់មានបាញ់ថ្នាំបំបត្តិដង្កូវអីនោះទេហើយតែបន្តិចទៀតហ្នឹងបងប្អូនដល់រដូវភ្លៀងធ្លាក់ក៏ចាប់ផ្ដើមមានដង្កូវរឹតតែច្រើនហើយបងប្អូនចូលដល់ខែ2ហើយបងប្អូនខែ2ថ្ងៃនេះគឺថ្ងៃទី6ទៀតហើយពេញប៉ោះក៏បានបេះរួចរាល់ហើយបងប្អូនបានឡើងមកកាច់ច្រែងតែម្ដងថ្លឹងទៅបានចូលចង់2គីឡូពេញប៉ោះអញ្ចឹងណាបន្ទាប់ពីដើរមកបេះជាមួយនឹងពេញប៉ោះហើយក៏ឆ្លៀតចូលមកមើលផ្លែតឡាចតិចទៅបងប្អូនប៉ុន្តែអត់ត្រូវហូបវាទេប៉ុន្តែថ្ងៃហ្នឹងគឺចង់មកហូបជាមួយនឹងផ្លែឃ្លោកវិញម្ដងដោយសារតែឃើញវាខ្ចីល្អអញ្ចឹងណាបងប្អូនក៏បេះវាដាក់កាច់ច្រែងទៅនិយាយទៅបងប្អូនឃ្លោកហ្នឹងគឺក្តឹបឡើងបន្តតែម្ដងឥឡូវនេះគឺមកដល់រោងបាយហើយបងប្អូនចាប់ផ្ដើមយកបន្លែបើយើងយកវាមកចិតហើយយកត្រីដែលម៉ែគាត់ធ្វើរួចចឹងនៅក្នុងវីដេអូហ្នឹងមិនចាំបាច់ជំរាបជូនបងប្អូនថាខ្ញុំស្លអីទេបងប្អូនគ្រាន់តែឃើញគឺបងប្អូនយើងដឹងហើយថាខ្ញុំស្លម្ជូរឃ្លោកចឹងណាពួកអីថាមានពេញប៉ោះហើយនឹងមានត្រីហើយនឹងមានផ្លែឃ្លោកចឹងទៅឥឡូវនេះគឺខ្ញុំមកចិតជាមួយនឹងសបកឃ្លោកហើយនឹងចាប់ផ្ដើមលាងសម្អាតជាមួយនឹងបន្លែចឹងណាហើយចំពោះបន្លែនេះគឺខ្ញុំអត់ទាន់បានចិតវាចំណិតទេប៉ុន្តែខ្ញុំលាងទឹកវាស្អាតសិនចឹងណាបងប្អូនបន្តមកចាំយើងយកវាមកចិតជាចំណិតតូចអញ្ចឹងទៅចាប់ផ្ដើមចិតជាមួយនឹងផ្លែឃ្លោករបស់យើងជាចំណិតតូចជ្រុងអញ្ចឹងណាបងប្អូននិយាយទៅស្លគឺខ្ញុំស្លចិត្តបែបហ្នឹងហើយបើសិនជាបងប្អូនចិត្តបែបណាបងប្អូនយើងអាចជួយ comment នៅខាងក្រោមវីដេអូរបស់បងប្អូនឲ្យបងបានដឹងផងអញ្ចឹងណាបងប្អូនបើសិនជាបងប្អូនចិត្តបន្លែខុសអីគឺបងប្អូនអាច comment ជាមតិយោបល់ដើម្បីបងប្អូនស្រួលកែតម្រូវចិត្តបន្លែរួចក៏ចាប់ផ្ដើមមកយកឆ្នាំងទៅដាក់លើចង្ក្រានដើម្បីដាក់ដាំទឹកបន្តិចទៅបងប្អូនខ្ញុំអត់ទាន់ដាក់ទឹកច្រើនទេហើយបន្ទាប់មកយើងចាប់ផ្ដើមដាក់ជាមួយនឹងបន្លែចូលតែម្ដងប្រសិនបើជាបងប្អូនមានរបៀបស្លមកជូរឃ្លោកបែបណាបងប្អូនយើងអាច comment ជាមតិយោបល់ខាងក្រោមវីដេអូបងប្អូនបានតែសម្រាប់បងប្អូនគឺបងប្អូនធ្លាប់ស្លដាំទឹកឲ្យពុះហើយយើងកូរប្រហុកដាក់ប្រហុកចូលអញ្ចឹងណាបងប្អូនឥឡូវនេះគឺខ្ញុំបដូរពីរបៀបហ្នឹងមកស្លគោកវិញម្ដងបងប្អូនយើងដាក់បន្លែចូលហើយយើងដាក់ប្រហុកចូលហើយយើងដាក់ទឹកបន្តិចទៅឲ្យវាពុះខ្លាំងតិចទៅបងប្អូនហើយបន្ទាប់មកយើងចាប់ផ្ដើមដាក់ត្រីចូលនិយាយទៅស្លគឺបែបហ្នឹងគឺលឿនឆាប់បានហូបលឿនមែនតែនបងប្អូនចំពោះម្ជូរបងប្អូនគឺខ្ញុំប្រើជាមួយនឹងម្ជូរសដានក្រៀមដែលនៅផ្ទះរបស់ខ្ញុំមានដើមអញ្ចឹងទៅដល់រដូវកាលរបស់វាផ្លែគឺម៉ែគាត់ចាប់ផ្ដើមបេះយកមកលាងទឹកហើយចាត់ចំណិតប្រទះស្ដើងហើយយើងហាលថ្ងៃវាឲ្យស្ងួតចឹងណាឥឡូវនេះរួចរាល់ហើយដាក់គ្រឿងសម្លចឹងទៅបងប្អូនតាមចំណង់ចំណូលចិត្តរបស់យើងជូរល្មមឆ្ងាញ់តែម្ដងឥឡូវនេះចាប់ផ្ដើមលើកសម្លទុកនៅខាងក្រៅរៀងហេវបាយដែរបងប្អូនអើយថ្ងៃហ្នឹងតម្រាំតែបានហូបបាយគឺសម្លឆ្អិនបាយឆ្អិនគឺចូលលក្ខណៈម៉ោង2កន្លះហើយឥឡូវនេះដួសសម្លរួចរាល់ហើយបងប្អូនអញ្ជើញមកហូបបាយជាមួយនឹងខ្ញុំនៅក្នុងវីដេអូទាំងអស់គ្នាបើសិនជាវីដេអូរបស់បងប្អូនមានកំហុសខុសឆ្គងត្រង់កន្លែងណាក៏សូមខន្តីអធិស្ឋានពីបងប្អូនទាំងអស់គ្នាផងកុំភ្លេចជួយចុច follow